ชิดกันសូមជូនរឿងស្នេហ៍និរន្តរ៍ភាគទី3ฝากหัวใจสร้างสรรค์ชีวิตใหม่ความรักใดในយ៉ាងម៉េចបុគ្គលិកថ្មីមែនទេពួកស៊ីហ្វ្រីរួចហើយមិនឲ្យលុយបងម៉ាប់បងហ្វុនឲ្យមកលាងចានทำไมอาหารมันเหลือเยอะงั้นอ่ะไม่อร่อยครับมันបាច់ឲ្យមកលាងចានលាងក្បាលនោះទេមកឆ្កែបែបនេះបញ្ជូនយកទៅដាក់គុកវិញទៅបងម៉ាប់ទៅប្រាប់បងហ្វុនខ្លួនឯងចុះខ្ញុំគ្មានតែតងទីកុំមាត់ដាច់ទៀតណាចាំឲ្យច្បាស់អាហារដែលខ្ញុំធ្វើសុទ្ធតែឆ្ងាញ់គ្រប់ចានប៉ុន្តែពួកអ្នកស៊ីគឺពួកអណ្ដាតអ្នកស្រាយគ្មានរសនិយមទៅវិញទេไอ้เรื่องอร่อยไม่อร่อยเนี่ยผมว่าแม่ครัวควรให้ลูกค้าเป็นคนตัดสินมากกว่าเผอิญว่าวันนี้ผมกินฟรีก็เลยไม่นับว่าเป็นลูกค้าไม่งั้นเนี่ยนะผมจะวิจารณ์ให้ฟังขอทานด้วยครับผมจะไปล้างจานดูคุณមើលទៅលោកបង្កនដូចជាមិនបារម្ភពីលោកអ៊ីតសោះមិនបានជាគិតបែបហ្នឹងការពិតលោកត្រូវតាមរកថាគេនៅទីណាតែលោកបាច់ចំអង្គុយនៅទីនេះខ្ញុំពិតជាបារម្ភពីវាមែនព្រោះអីទី1វាបានយកឡានរបស់ខ្ញុំទៅហើយបើឡានខ្ញុំខូចអីនោះខ្ញុំពិតជាយំមិនចាញ់ទេប្រការទី2បើវារត់ទៅទៀតមានន័យថាខ្ញុំមើលការងារឲ្យវាបន្តខ្ញុំប្រាប់តាមតន្តចុះថាខ្ញុំទៅលើរួចហើយសូម្បីនៅពេលនេះក៏ខ្ញុំនៅធ្វើការឲ្យវានៅឡើយបើខ្ញុំដឹងថាវារត់ទៅណានោះខ្ញុំនឹងតាមទៅអស់ក៏វាមកឲ្យបានប៉ុន្តែគួរសង្ស័យណាស់ដែលខ្ញុំមិនដឹងមែនហើយតែនេះយើងនៅចាំអត់ពេលណាទៀតខ្ញុំពិតជានៅចាំទៀតមិនយូរទេបើវានៅមិនទាន់មកវិញខ្ញុំត្រឡប់ទៅដេកហើយតែចាំមិនអាត្មានិយមពីរអ្នកឃ្លានហើយនៅបើឃ្លានសុំអញ្ជើញអមឲ្យគេរៀបចំអាហារជូនហើយขอบคุณครับបានអរគុណខ្ញុំកំពុងឃ្លានស្រាប់ផងចឹងហ៎អញ្ជើញចាខ្ញុំឃ្លានទេព្រោះឲ្យខ្ញុំមិនមែនជាពួកឃើញតែស៊ីរួចហើយមិនបារម្ភពីមិត្តនោះទេអំចៃសម្លឹងមើលខ្ញុំបែបនេះខ្ញុំរំភើបខ្លាំងណាស់កំពុងគិតថាលោកពិតជាដឹងថាលោកអ៊ីតទៅណាผมเรียนខ្ញុំប្រាប់តាមត្រង់ទៅខ្ញុំមិនដឹងពិតមែនថាអ៊ីនគេទៅណាចុះលោកជួបលោកអ៊ីតដោយរបៀបណាលោកចិត្តអាក្រក់មិនព្រមប្រាប់អ៊ំមែនទេការពិតខ្ញុំបានសន្យានឹងអ៊ីតរួចហើយនឹងមិនប្រាប់អ្នកណានេះបាទចៃដន្យអីខ្ញុំបានទៅឃើញនៅក្នុងមេហ្គាស៊ីនទើបតាមរកខ្លួនអ៊ីតឃើញនេះលោកអ៊ីតតាគេទៅធ្វើស្អីគេហ្នឹងនេះជាភាសាអង់គ្លេសអ៊ំអានមិនដាច់ទេអធិប្បាយឲ្យស្ដាប់បន្តិចមកវាជាពិធីប្រឡងចុងភៅប្រចាំឆ្នាំនៅម្ដុំអឺរ៉ុបនោះឯងបាទអូហើយអ្នកឈ្នះដាច់គេគឺលោកអ៊ីតនីសារៈរបស់យើងនេះហើយខ្ញុំឃើញមុនដំបូងខ្ញុំស្មានថាខ្ញុំមើលច្រឡំគេគិតយ៉ាងម៉េចរបស់គេទៅរាប់ឆ្នាំការពិតទៅធ្វើជាចុងភៅច្រើនណាស់អ្នកនាង
អង្គុយសិនទៅចានអ្នកនាង អូយព្រះជាម្ចាស់យូរនាំអីមកញ៉ាំអាហារអីនៅហាងស្អីគេនឹងហ៎ ជំរាបសួរចាសូមអញ្ជើញខាងក្នុងចា អូមើលចុះអូយទលីប្រឡាំងស្បែកជើងអស់ហើយ សូមអញ្ជើញអង្គុយសិនទៅ ចាអូយក្តៅខ្លាំងណាស់ មើលញូចា ចា ត្រូវការពិសាអីចា អូយបាយនឹងពងទាចៀនអាយមិនចេះញ៉ាំទេ ប៉ុន្តែខ្ញុំឃ្លានណាដឹងទេបាននៅចាំទៅដល់ហាងល្អៗនោះខ្ញុំពិតខ្យល់ដួលហើយអូយស្លាប់ហើយស៊ុបព្រុយនៅហាងនេះណាមិនមែនលេងទេណានាងមើលឲ្យច្បាស់សិនទៅណាអាហារដែលខ្ញុំចូលចិត្តទៀតផងស្ប៉ាហ្គេទីអូនយកស្ប៉ាហ្គេទីមានសសផងណា ចា បោះចា កាទី ខ្ញុំយកកាទៀវសាញ់ច្រាមទៅចោល ចុកកាទៀវសាច់ច្រាស់ អូយមិនក៏យូរញ៉ាំឡូសូខ្លាំងម្ល៉េះ មាត់ខ្ញុំទេមិនមែនមាត់នាងឯងទេណាបើនាងចង់កំងអីនាងឆាប់កំងភ្លាមទៅ អញ្ចឹងយកស៊ុបខ្ទឹមបារាំងឲ្យបន្តិចណា បារាំង ហើយយកស៊ីសាសាឡាត់ណាចា ស៊ីសាស្លាប់ចា ធ្វើស្អីហ្នឹង ស៊ីសាស្លាប់សួរធ្វើអី អើគឺ អូនេះគិតចង់ស៊ីហ្វ្រីទៀតមែនទេដេកយកសពសិនទៅណា ណែប្រាប់ឲ្យលាងចានមិនក៏មិនលាងចាន គឺគ្មានអីឲ្យលៀងទេហ៊ានធានាថាពិតជាស្អាតសមនឹងតម្លៃដែលខ្ញុំបានញ៉ាំអាហារ ហើយមិននឹងមកឈរពិនិត្យអីនៅត្រង់នេះដែរអ្នកឯងនេះមិនគួរឲ្យទុកចិត្តសោះណា អ្នកនាងហ្វុនមិនបាច់បារម្ភទេខ្ញុំកំពុងតែតាមដានហើយបើគេលួចស្អីថែមទៀតម្ដងនេះខ្ញុំចាប់បញ្ជូនទៅឲ្យប៉ូលីសហើយចា អេមើលទៅអ្នកទាំងពីរដូចជាចូលគ្នាបានល្អដល់ហើយខ្ញុំថាគួរតែបដូរឈ្មោះភោជនីយដ្ឋានចុងភៅម៉ែមូលទៅជាចុងភៅខូខើវិញល្អជាង អ្នកឯងញ៉ាំហ្វ្រីឲ្យលាងចាននេះចាត់ទុកថាមានធម៌មេត្តាហើយណា បាទឲ្យខ្ញុំសុំទៅផងទៅខ្ញុំភ្លេច បងហ្វុនកើតរឿងធំទៀតហើយមនុស្សឈួតអុកលុកបង គាត់បានមនុស្សឈួតនឹង ឈួតតែក៏ឡប់ដែរបងឆាប់ចេញទៅមើលឲ្យលឿនឡើង ឲ្យញ៉ាំយ៉ាងម៉េចទៅញ៉ាំមិនកើតទេសុំចាំមកផ្លែបាទអើយគេឃ្លានសឹងស្លាប់ទៅហើយធ្វើមកឲ្យញ៉ាំយ៉ាងម៉េចហ្នឹង មានកាយតែចានាងជាម្ចាស់ហាងនេះមែនទេចាមានកាយចាហាងរបស់នាងនេះយ៉ាប់ណាស់អេប្រែថាម៉េចទៅពាក្យថាយ៉ាប់នោះនាង គឺប្រែថាយ៉ាប់កាយឡើងនឹងណា អុយនិយាយបែបនេះត្រូវកំភ្លៀងឲ្យទៅបាន ឈប់ណាឈប់ពួកនាងចាំស្ដាប់ខ្ញុំនិយាយវិញម្ដងនាងជួបកម៉ាប់ អុយមាត់អាក្រក់បែបនេះត្រូវដាក់ឲ្យស្គាល់ដៃម្ដងហើយទៅបាន អូបានហើយឈប់ យ៉ាងមិនមានកាយទៅចាសេសាឡាត់ស្អីគេនឹងណាដាក់ពេញប៉ោះមកជាមួយទៀតហើយនេះស៊ុបខ្ទឹមបារាំងរបស់បារាំងស្អីក៏រោយស្លឹកជីមកជាមួយទៀតធ្វើដូចជាស៊ុបបាយមកអញ្ចឹងខ្លាចគេមិនដឹងមែនទេចុះខ្សោយដល់ហើយណោះ ហើយកាទៀវសាញ់ច្រាមដាក់ទៅលងប្រាំងនេះអើយអន់ខ្លាំងណាស់ដែរ គឺហាវាឆ្ងាញ់ណាស់សាកញ៉ាំមើលសិនទៅចា មានមុខមកបកាយទៀតបិទមាត់សម្អុយបងនាងភ្លាមទៅមកស្ដាប់ពាក្យទេសនារបស់ខ្ញុំបានល្អនេះហាងបងនាងអន្តបាខ្លាំងណាស់ដឹងទេនេះស្ប៉ាហ្គេទីមានសល់ដាក់មកឲ្យរបៀបណានេះតាំងឆាយនោះនាងហ៊ានខ្លាំងណាស់ណានាងលយថយ និយាយស្អីលុយថយនោះរូបមន្តហាងណាគឺរូបមន្តហាងនោះហើយគ្រប់គ្នាអ្នកណារអ៊ូផងបើពួកលោកមិនចង់ញ៉ាំទេសូមចេញពីហាងទៅនិយាយបែបនេះអាក្រក់ស្ដាប់ខ្លាំងណាស់និយាយមកនេះមានន័យថានាងគ្មានការយល់ដឹងពីរឿងអាហារទាំងនេះទេមែនទេ មែន គ្រាន់តែចង់មកបើកហាងហើយដែលថាជារូបមន្តពិសេសរបស់ហាងនាងនេះការពិតទៅ